ការទី1មាន8ក្រុមមកយើងលេងវើជុំសន្សំពិន្ទុចាប់ផ្ដើមការប្រកួតវគ្គទី1កែចេញដំបូងពីពេជ្ររដ្ឋា SC ពេជ្ររដ្ឋា SC នេះគឺសម្បូរដោយយុវជនវ័យក្មេងដែលមានមូលដ្ឋាននៅសង្កាត់បឹងតំពុននេះតែម្ដងយើងឃើញថាមានអ្នកគ្រប់គ្រងដែលរស់នៅក្នុងភូមិបឹងតំពុននេះគឺថាអញ្ជើញមកទស្សនាច្រើនមែនទែនជាពិសេសគឺបងប្អូនយុវជនពីព្រោះថានៅក្នុងមូលដ្ឋាននេះសម្បូរដោយបងប្អូនយុវជនដែលចូលចិត្តលេងកីឡាបាល់ទាត់មែនទែនតំណាងបញ្ជូនមកឲ្យហេងបញ្ជូនមកឲ្យមិត្តរួមក្រុមកីឡាករលេខ23បញ្ជូនមកឲ្យវិសាលទាត់មកឲ្យហេងល្អមែនទែនបាទលេខ23មិញគឺសង្រត់ឥឡូវឆាបបានវិញពីពេជ្ររដ្ឋាទៅវិញហើយបាទទីមួយល្អមែនទែនទាត់ជើងឆ្វេងមួយមិនផុតពី David អ្នកចាំទីរបស់សំណាង IT បាទគ្រប់គ្រងបន្តពីពេជ្ររដ្ឋា FC បញ្ជូនមកឲ្យមកលេខ17បាទ Thomas ចង់ប៊ូមួយមកលេខ29ប៉ុន្តែបាទអត់បានល្អទេស្ទើរបន្តិចបាទអញ្ចឹងសម្រាប់សប្តាហ៍មុនគឺថាការប្រកួត final ច្រើនមែនទែនហើយប្រិមិត្តយើងឥឡូវយើងបន្តទស្សនាការប្រកួតពានអធិរាជវាស្មៅដើម្បីជាការកំសាន្តអារម្មណ៍មកថ្ងៃ24នេះគឺជាការប្រកួតបាទក្រុមជំនួយជាតិបាទផ្នែកបរោះរបស់យើងណាបាទគឺការប្រកួតអីយ៉ាបាទអំបញ្ញមិញបាទកីឡាករកំហាក់បាទក៏ទាត់ពីចម្ងាយដោយសារចាំទី David ក៏ឡើងលើវិលមកទស្សនាការប្រកួតយើងជាបន្តទៀតសុថាត់ពាំងមួយជាមួយវិសាលដាក់មកជើងឆ្វេងពី Thomas ប៉ុន្តែមិនចំទីទេការចូលទស្សនាក៏ដូចជាការចែករំលែកគឺជាកម្លាំងចិត្តមកដល់ក្រុមកីឡាករបាទជាពិសេសគឺលេងខ្លីៗពីគឹមហាក់មើលគ្នាបោះឡើងខាងលើពាំងពី Thomas បោះមកសុថាត់បញ្ជូនបន្តមកមិត្តរួមក្រុមបញ្ជូនមកឲ្យបាហាក់ឆ្កឹះឡើងខាងលើបាទខ្លះហេងលេងខ្លីបញ្ជូនមកឲ្យបាទមិត្តរួមក្រុមឆាបបានវិញពីពេជ្ររដ្ឋាបញ្ជូនមកក្រោយសិនបាទមានការរំខានពីខ្សែការពាររបស់សំណាង FT គឺយើងលេងនៅក្នុងហ្វុតសាលតែម្ដងបាទគឺទីលានក្តារបាទហើយក៏បាទក្រុមអាចចោះឈ្មោះកីឡាករដែលលើសអាយុបានផងដែរបាទប៉ុន្តែគាត់នៅលើទីលានលេងបានតែម្នាក់ទេអញ្ចឹងប្រសិនបើក្រុមដែលចង់ចូលរួមចាប់អារម្មណ៍ប្រកួតប្រជែងជាមួយការប្រកួតរបស់យើងអាចមកតំណែងមកកាន់ page ឬក៏បាទតាមរយៈ Telegram របស់ក្រុមការងាររបស់យើងគឺបាទ096បាទ9 39 49 និង59ទឹកពិសា DIG និងសហគមន៍បឋមដោយ Home Sport អញ្ចឹងសូមជួយចែករំលែកការផ្សាយផ្ទាល់នេះទៅកាន់អីយ៉ាការទាត់ដ៏ល្អពីកីឡាករលេខ28រិនចំណានបាទចុះលេងខ្លីបាទហេកបោះមកខាងលើពាំងមួយយ៉ាងម៉េច1 2ឆាបបានពី Thomas វិសាលឆ្កឹះមកឲ្យ Thomas ជួយបន្តមកសុថាត់បោះឲ្យហាក់ទៅហើយមានការរំខានពីហេងមកឃ្លៀចោលបន្តិចសិនមកសុថាត់បញ្ជូនមកឲ្យវិសាលញាក់មួយវិសាលទៅទៀតវិសាលទាត់មួយបាទជើងអីយ៉ាងម៉េចសំណាងមកជើងទៀតយ៉ាសំណាងថែមទៅចំអ្នកចាំបាទទាត់ជើងឆ្វេងមួយយ៉ាងម៉េចហើយអត់បញ្ហា